បាទសួស្តីបងប្អូនជួបជាមួយនឹងខ្ញុំបាទទីឥឡូវនេះយើងមកនិយាយអំពីបញ្ហាខ្លះដែលធ្វើឲ្យតម្លៃមាសមានការកើនឡើងហើយតើមាសអាចនឹងចុះទៅវិញទៀតអត់បងប្អូនឬក៏នៅតែឡើងបន្តទៀតតើមាសអាចឡើងដល់ណាបាទហើយយើងត្រូវធ្វើម៉េចនៅពេលបច្ចុប្បន្ននេះតោះយើងមកចូលស្ដាប់ទាំងអស់គ្នាបាទយើងឃើញថាមាសបានកើនឡើងខ្លាំងទៅហើយបងប្អូនដែលបានកើនឡើងដល់តម្លៃ$4,100នៅក្នុង1អោនបាទបើយើងគិតជាតម្លឹងគឺ$4,940នៅក្នុងមួយតម្លឹងបើយើងនិយាយទៅជិត5,000ហើយបើកន្លែងលក់មាសនៅភ្នំពេញខ្លះគាត់លក់ដល់5,000ទៅហើយបងប្អូនបាទអញ្ចឹងកត្តាដែលជំរុញឲ្យមាសមានការកើនឡើងមានច្រើនបងប្អូនតែយើងយកចំណុចណាដែលសំខាន់ខ្លះមកនិយាយគឺយើងឃើញថាបំណុលរបស់ពិភពលោកកាន់តែកើនឡើងដែលបង្ហាញពីវិបត្តិសេដ្ឋកិច្ចបាទហើយក៏គេមានការព្យាករណ៍ដែរនៅឆ្នាំ2026នេះកាន់តែមានការធ្លាក់ចុះខ្លាំងជាងនឹងបាទសម្រាប់វិបត្តិសេដ្ឋកិច្ចណាអញ្ចឹងរាល់ពេលមានវិបត្តិសេដ្ឋកិច្ចមាសតែងតែមានការកើនឡើងអឺ JP Morgan Goldman Sachs ក៏គាត់បានវិភាគដែរថាមាសអាចនឹងឡើងដល់$5,000នៅក្នុងមួយអោនអញ្ចឹងបើ$5,000ក្នុងមួយអោនវាច្រើនណាស់ចូល$6,000ជាងនៅក្នុងមួយតម្លឹងហើយអញ្ចឹងបងប្អូនអាចពិចារណាបានតែមិនមែននៅក្នុងឆ្នាំនេះទេអាចក្នុងឆ្នាំ2026ឬក៏2027ឬក៏អាចត្រឹម2026ពាក់កណ្ដាលឆ្នាំឯហ្នឹងបើសិនជាវាឡើងបែបនេះណាអញ្ចឹងការទាមទារការកាត់បន្ថយអត្រាការប្រាក់របស់លោក Donald Trump ក៏វារួមចំណែកផងដែរអញ្ចឹងចំណែករបស់លោក Donald Trump នេះគឺខ្លាំងជាងគេនៅក្នុងពេលមាសឡើងមួយរយៈធំនេះអញ្ចឹងដោយសារតែលោក Donald Trump ទាំងអស់បាទចូល60%ហើយ60%ដែលគាត់ធ្វើឲ្យមាសមានការកើនឡើងដល់ថ្នាក់ហ្នឹងយើងឃើញថាគាត់ទាមទារឲ្យមានការកាត់បន្ថយអត្រាការប្រាក់បាទហើយគាត់បញ្ឈប់បុគ្គលិកបាទហើយអឺគាត់ចង់ដកលោក Powell ចេញទៀតអញ្ចឹងមាសឡើងកាន់តែខ្លាំងកាន់តាំងពីគាត់អឺឡើងតម្លៃមែនទេបាទហើយយើងបានឃើញថាគាត់បានបន្ថែមពន្ធគយនិងប្រកួតប្រជែងជាមួយប្រទេសជិតខាងជាច្រើនខ្លាំងជាងគេគឺនៅចិនតែម្ដងចិនបាទឥណ្ឌាហើយនិងរុស្ស៊ីបាទតែចិនខ្លាំងជាងគេអញ្ចឹងរាល់ថ្ងៃនេះគាត់បន្ថែមពន្ធរហូតយើងមិនដែលឃើញមានទេតាំងប្រវត្តិសាស្ត្រមកមានតែគាត់ដែលហ៊ានធ្វើបែបហ្នឹងបើយើងឃើញថាទីផ្សារ stock market រាល់ថ្ងៃគឺមានតម្លៃលើសពីការពិតទៅហើយអញ្ចឹងបងប្អូនអាចមើលបានណាពី stock market crypto ហើយនិងមាសហើយនិង currency ផ្សេងៗអញ្ចឹងការបញ្ឈប់ការងារសាធារណៈប្រហែលគាត់ចង់រៀនតាម Elon Musk ដូចគ្នាអញ្ចឹងបានធ្វើឲ្យមាសឡើងខ្លាំងរយៈពេលហ្នឹងអញ្ចឹងយើងឃើញថាមានរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកម្នាក់បានបញ្ជាក់ថាការបិទរដ្ឋបាលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចជាខ្លាំងបាទអញ្ចឹងលោករដ្ឋមន្ត្រី Biden បាននិយាយការបិទរដ្ឋាភិបាលកំពុងចាប់ផ្ដើមប៉ះពាល់ដល់ការលូតលាស់របស់សេដ្ឋកិច្ចហើយប្រសិនបើបិទរដ្ឋាភិបាលនេះទៅទៀតសេដ្ឋកិច្ចអាចជួបវិបត្តិធ្ងន់ធ្ងរបាទជួបមែនសាកថាប្រឡែងតែ2ខែទៅដឹងតែជួបហើយបងប្អូនអាទិត្យនេះបើសិនជាគាត់អាចស្រង់ឬក៏មានព័ត៌មានដែលធ្វើឲ្យប៉ះពាល់ជាមួយនឹងប្រាក់ដុល្លារបានប្រហែលជាអាចល្អតែបើអត់ទេដុល្លារហត់ថាចុះជាងមុនហើយមាសកាន់តែកើនឡើងទៀតអញ្ចឹងមើលទៅមិនថែមតែប៉ុណ្ណោះទេគាត់ចង់បានន័យថាលោក Donald Trump អាចនឹងមានគោលនយោបាយឬក៏អីចង់ធ្វើបន្ថែមទៀតអញ្ចឹងនេះគឺជាកត្តាមួយផ្នែកមួយទៀតគឺតម្រូវការបោះពុម្ពលុយបាទតម្រូវការបោះពុម្ពលុយដើម្បីទប់សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗគឺត្រូវការមាសច្រើនតោនក្នុងរយៈពេលមួយថ្ងៃឬក៏មួយអាទិត្យមួយខែអញ្ចឹងទៅបាទហើយកត្តាសង្គ្រាមក៏នៅតែមានដែរតិចតួចតិចក្តីច្រើនក្តីក៏នៅតែប៉ះពាល់ដែរបងប្អូនហើយមួយទៀតគួរឲ្យចាប់អារម្មណ៍ជាងគេយើងឃើញថានៅថ្ងៃទី10ហើយនិងថ្ងៃទី11ខែ10នេះទីផ្សារ crypto បាទបានធ្លាក់ចុះយ៉ាងខ្លាំងដែលធ្វើឲ្យខាតបង់ប្រាក់ចំនួន$19,000,000,000បាទដែលគេហៅថា Black Swan ក្នុងរយៈពេលតែ24ម៉ោងទេគឺ liquidate បានន័យថាដាច់ account ច្រើនមែនទែនអញ្ចឹងធ្វើឲ្យមានការខាតបង់ខ្លាំងហើយក៏មានលោកកាឡា
Claris អញ្ចឹងហើយបាទ Claris ដែលគាត់ជាtrader ម្នាក់របស់ប្រទេសដូចជាអ៊ុយក្រែនទេបងប្អូនខ្ញុំអត់ទៅចាំបាទគាត់បានសម្លាប់ខ្លួនដោយសារតែគាត់ខាតបង់នៅទីផ្សារនៅច្រើនពេកមិនត្រឹមតែលុយរបស់គាត់ទេលុយរបស់សហគមន៍របស់គាត់ទៀតអញ្ចឹងបើគិតទៅខាតជាង$90 លាននៅក្នុងមួយតែរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះអញ្ចឹងយើងឃើញថា crypto បានធ្លាក់បាទតែឥឡូវនេះវាបានងើបមកវិញខ្លះតែផ្ទុយទៅវិញបងប្អូនផ្ទុយទៅវិញមាសបានកើនឡើងខ្លាំងតែម្ដងបាទឡើងដល់ពេលដែលបើកផ្សារផឹកមិញមកគឺ$100ពីផឹកថ្ងៃច័ន្ទទី13ដល់យប់ទី13ហ្នឹងគឺបានឡើងជាង$100ឯណោះខ្លាំងមែនតើបងប្អូនគាត់ថាចំហាយបន្តិចតួចហ្នឹងចុះតម្រាំតែមានបញ្ហាជួបជាក់ស្ដែងដាក់ពងប៉ាំងទៅវិញទៅមកនៅម៉ោងដែលកំពុងតែជួញដូរនេះទៀតគឺពិតជាពិបាកនឹងស្មានមែនទែនបងប្អូនអញ្ចឹងយើងចាំមើលយើងចាំអ៊ុតនៅចុងខែតុលានេះផងដែរថានឹងមានការកាត់បន្ថយអត្រាការប្រាក់ដែរឬអត់តែបើតាមមើលទៅអាចនឹងមានការកាត់ហើយបាទបើសិនជាមានការកាត់ប្រហែលមាសអាចហក់ខ្ពស់ជាងនឹងទៀតទង់ល្បាក់$4,300នៅក្នុងមួយអោនបើយើងក៏ជាដំឡឹងចូលល្បាក់$5,200ក្នុងមួយដំឡឹងបាទអញ្ចឹងកត្តាជាច្រើននេះគឺมันអាចធ្វើឲ្យមាសងាកក្រោយបានដែរគឺមាសពិតជាពិបាកងាកក្រោយមែនតើបងអញ្ចឹងសូមពិចារណាទោះបីថ្ងៃមុខគេយក USDT ឬក៏ cryptocurrency គឺជារូបិយប័ណ្ណឬក៏ដូចជាការដោះដូរលុយដែលយើងប្រចាំថ្ងៃចាយលុយទៅវិញទៅមកដោយសេរីគ្រប់ទូទាំងពិភពលោកណាក៏ដោយក៏ត្រូវការមាសដើម្បីយកមកបំរុងផងដែរបាទអញ្ចឹងអានេះជារឿងមួយសម្រាប់ technology ថ្ងៃមុខទៀតហើយយើងឃើញថាមាសក៏អត់ស្រួលរដែរបងប្អូនអានេះការរុករកនិយាយយើងការរុករកវិញអញ្ចឹងប្រេងច្រើនជាងមាសអញ្ចឹងមានមាសទេមានតែមាសទេដែលវាពិបាករកហើយខ្វះឥឡូវសូម្បីតែប្រេងក៏លែងគេលែងត្រូវការហើយគេកាត់បន្ថយច្រើនអញ្ចឹងដែលខ្វះខាតបំផុតគឺមាសហ្នឹងហើយមាសយើងទៅបំលែងធ្វើជាការផលិតបានច្រើនបាទសម្រាប់technology ខ្ពស់ណាបាទយើងអត់ដឹងតែខាងអ្នកបច្ចេកវិទ្យាគេដឹងច្បាស់អញ្ចឹងយើងគិតថាមាសអាចនឹងចុះអត់បាទมันងាយទេបងប្អូនมันងាយនឹងចុះទេសម្រាប់តម្លៃមាសអញ្ចឹងបើចុះលុះត្រាតែថ្ងៃមុខទៅគេជប់ប្រើមាសឬក៏មិនអាហ្នឹងក៏យើងមើលអត់ដឹងដែរតែมันងាយมันអាចទៅរួចទេព្រោះវាជាទ្រព្យសម្បត្តិភាពដំបូងគេបំផុតហើយនៅក្នុងពិភពលោកយើងហើយមួយរយៈនេះខ្ញុំឃើញមានអ្នកខាតពីការជួញដូរមាសនេះច្រើនដែរបាទពេលដែលមាសឡើងខ្លាំងនេះព្រោះគាត់បើអ្នកមានមាសនៅខាងក្រៅគាត់យកទៅលក់សិនអញ្ចឹងណាគាត់ថាចាំឱកាសក្នុងការទិញម្ដងទៀតតែផ្ទុយទៅវិញវានៅតែកើនឡើងជាពិសេសអ្នកដែលជួញដូរតាមប្រព័ន្ធធនាគារអីគាត់អត់បានសិក្សាស្វែងយល់ឬក៏ពិភាក្សាអីបានត្រឹមត្រូវធ្វើឲ្យគាត់ជួបការខាតបង់ឬក៏ដាច់ account អីចឹងទៅបាទបើគាត់ប្រើ risk management ប្រើ SL ឬក៏អីប្រហែលជាមិនអីទេបាទអញ្ចឹងខ្ញុំក៏មានបរិញ្ញាដែរបងប្អូនខ្ញុំនឹងដាក់ចូលនៅក្នុង link ក្នុងវីដេអូនេះដើម្បីឲ្យបងប្អូនគាត់បានសិក្សាបាទ free ទេសម្រាប់ការរៀនអាហ្នឹងអញ្ចឹងពេលដែលបងប្អូនរៀនចេះចាំប្រាប់ខ្ញុំថាឡើយចេះហើយឌីចង់បើក account ឬក៏អីសាកល្បង$50-100អីបានអត់អីទេបងប្អូនបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសិនចាំខ្ញុំប្រមូលព័ត៌មានឬក៏មានពេកខ្ញុំអង្គុយនិយាយអញ្ចឹងទៀតឲ្យបងប្អូនស្ដាប់លេងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានគាំទ្រ